វិលត្រឡប់ទៅផ្ទះវិញពួកមិត្តភ័ក្តិរបស់ព្រះយេស៊ូវគេមានការភ័យខ្លាចជាខ្លាំងដូច្នេះហើយបានជាពួកគេឡើងទៅពួននៅក្នុងបន្ទប់ខាងលើដោយបិទទ្វារដាក់គន្លឹះយ៉ាងជាប់ក៏ប៉ុន្តែការនេះមិនអាចខាំងព្រះយេស៊ូវបានឡើយព្រះអង្គបានដើរទម្លុះជញ្ជាំងសាវកថូម៉ាស់បានស្រែកឡើងថាខ្មោចវើយខ្មោចហើយគាត់រត់ទៅពួននៅក្រោមតុប៉ុន្តែតាមពិតមិនមែនជាខ្មោចទេព្រះយេស៊ូវមានបន្ទូលថាខ្ញុំឃ្លានណាស់តើមានអ្វីបរិភោគសម្រាប់ថ្ងៃត្រង់នេះឬទេសាវកពេត្រុសបានហុចត្រីមួយទៅទ្រង់ពួកគេបានថយក្រោយហើយឈរមើលទ្រង់បរិភោគពួកគេគិតនៅក្នុងចិត្តថាมันអាចទៅជាអញ្ចឹងបានទេវាមិនអាចទៅរួចទេมันអាចកើតឡើងបានទាល់តែសោះប៉ុន្តែការនេះបានកើតមកនៅចំពោះមុខពួកគេផ្ទាល់តែម្ដងឆ្ងាញ់ណាស់ព្រះយេស៊ូវបានយកខ្នងដៃជូតមាត់រួចហើយក៏ញញឹមដោយបញ្ចេញធ្មេញតើខ្មោចអាចធ្វើដូចនេះបានដែរឬទេហើយទ្រង់ក៏ព្រិចភ្នែកហើយគេទាំងអស់គ្នាក៏ផ្ទុះសំណោចឡើងព្រះយេស៊ូវមានបន្ទូលថាពិតជាខ្ញុំដែលនៅទីនេះហើយព្រះអង្គពិតជានៅទីនោះមែនបេះដូងរបស់សាវកពេត្រុសលោតកញ្ជ្រោពេញដោយអំណរហើយគាត់ក៏អោបថើបព្រះអង្គផងដែរអ្នកផ្សេងទៀតក៏បានធ្វើតាមបន្តបន្ទាប់គ្នាដែរគេអរសប្បាយខ្លាំងពេកគេមានអារម្មណ៍ថាបេះដូងរបស់គេលោតកញ្ជ្រោស្ទើរតែធ្លាយចេញមកក្រៅហើយមិត្តភ័ក្តិទាំងអស់បានបរិភោគជាមួយគ្នាព្រមទាំងជជែកគ្នាយ៉ាងសប្បាយរីករាយហើយម្ដងម្កាលពួកគេនាំគ្នាសម្លឹងមើលទៅព្រះយេស៊ូវរួចគេនាំគ្នាពាល់ទៅព្រះអង្គដើម្បីបញ្ជាក់ឲ្យបានដឹងច្បាស់ថាពួកគេមិនមែនកំពុងយល់សប្តិទេព្រះយេស៊ូវមានរូបកាយពិតប្រាកដប៉ុន្តែរូបកាយនេះល្អប្រសើរជាងមុនគឺរូបកាយដែលបានឆ្លងកាត់សេចក្តីស្លាប់ហើយមិនអាចនឹងមានរោគាឬក៏អាចនឹងសម្លាប់បានទៀតឡើយរូបកាយនេះនឹងរស់នៅរហូតអស់កលព្រះយេស៊ូវបានត្រឡប់មកវិញដោយមានរូបកាយមួយថ្មីពួកមិត្តភ័ក្តិរបស់ទ្រង់បានដឹងពិតថាមិនមែនមានតែសេចក្តីសោកសង្រេងដែលត្រឡប់ជាមិនពិតប៉ុណ្ណោះទេពួកគេក៏កំពុងតែត្រឡប់ទៅជាថ្មីដែរតើព្រះជាម្ចាស់នឹងធ្វើគ្រប់យ៉ាងឲ្យបានជាថ្មីវិញមែនឬព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាអ្នករំដោះនិងជួយសង្គ្រោះលោកីយ៍នេះហើយពួកគេក៏បានដឹងដែរថាព្រះអង្គមិនចេះស្លាប់ទៀតទេដោយព្រោះព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញនោះអ្វីៗគ្រប់យ៉ាងនឹងបានប្រសើរឡើងវិញទាំងអស់ប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលពួកគេកំពុងតែដើរជាមួយគ្នាព្រះយេស៊ូវមានបន្ទូលប្រាប់ពួកមិត្តភ័ក្តិព្រះអង្គថាដល់ពេលដែលខ្ញុំត្រូវត្រឡប់ទៅផ្ទះទៅឯព្រះវរបិតាខ្ញុំវិញហើយពួកគេមានការព្រួយបារម្ភប៉ុន្តែបន្ទាប់មកគេបាននឹកចាំពីការដែលព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេមុនពេលទ្រង់សុគតថាមានកន្លែងសម្រាប់អ្នករាល់គ្នាខ្ញុំនឹងរៀបចំឲ្យរួចជាស្រេចអ្នករាល់គ្នាស្គាល់ផ្លូវនោះហើយសាវកថូម៉ាស់បានមានការភ័យស្លន់ស្លោខ្ញុំមិនស្គាល់ផ្លូវទៅទីនោះទេព្រះយេស៊ូវមានបន្ទូលថាអ្នកស្គាល់ហើយខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតហើយនៅទីបំផុតពេលដែលពួកគេបានទៅដល់កំពូលភ្នំដ៏ខ្ពស់ជាងគេដែលនៅជិតទីក្រុងយេរូសាឡឹមព្រះយេស៊ូវបែរទៅពួកគេហើយបានមានបន្ទូលថាចូលទៅគ្រប់ទីកន្លែងហើយប្រាប់មនុស្សទាំងអស់អំពីដំណឹងដ៏រីករាយនេះចុះចូលប្រាប់ពួកគេថាខ្ញុំស្រឡាញ់ពួកគេជាខ្លាំងណាស់បានជាខ្ញុំសុខចិត្តស្លាប់ជំនួសពួកគេនេះហើយគឺជាការពិតដែលឈ្នះលើសេចក្តីភូតភរដ៏គួរឲ្យភ័យខ្លាចព្រះជាម្ចាស់ស្រឡាញ់ពួកកូនរបស់ទ្រង់ពិតណាស់ព្រះអង្គស្រឡាញ់ដោយពិតប្រាកដរំពេចនោះផ្ទៃមេឃទាំងមូលបានគ្របដណ្ដប់ទៅដោយពន្លឺភ្លឺត្រចះត្រចង់ព្រះយេស៊ូវមានបន្ទូលថាឥឡូវនេះគ្រប់គ្នាអាចនឹងត្រឡប់ទៅផ្ទះទៅឯព្រះជាម្ចាស់វិញសេចក្តីស្លាប់មិនមែនជាទីបញ្ចប់ចំពោះអ្នករាល់គ្នាឡើយអ្នករាល់គ្នាអាចមានជីវិតដ៏អស្ចារ្យជាមួយនឹងព្រះវរបិតាបានអ្នករាល់គ្នាអាចនៅស្ថានសួគ៌ដោយព្រោះខ្ញុំបានជួយសង្គ្រោះលោកីយ៍ទាំងមូលនេះហើយមានការដ៏អស្ចារ្យបានកើតឡើងព្រះយេស៊ូវបានហោះឡើងទៅក្នុងពន្លឺខ្ពស់ទៅ
ពួកគេបានយកដៃបាំងភ្នែកដើម្បីមើលព្រះអង្គឡើងទៅរហូតទាល់តែគេមើលព្រះអង្គលែងឃើញដោយពពកបាំងព្រះយេស៊ូវបាត់ពួកគេបានឈរថ្មឹងងើយមើលទៅលើមេឃយ៉ាងយូររំពេចនោះមានបុរសពេញដោយពន្លឺពីរនាក់បានលេចចេញមកសួរពួកគេថាតើអ្នកកំពុងធ្វើអីហ្នឹងព្រះយេស៊ូវទ្រង់បានយាងឡើងទៅស្ថានសួគ៌ហើយប៉ុន្តែថ្ងៃមួយព្រះអង្គនឹងយាងត្រឡប់មកវិញមកពីលើស្ថានសួគ៌ដោយដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដែរពួកមិត្តភ័ក្តិរបស់ព្រះយេស៊ូវបានវិលត្រឡប់ទៅទីក្រុងយេរូសាឡឹមវិញដោយមានការរីករាយយ៉ាងចម្លែកនៅក្នុងចិត្តរបស់ពួកគេហើយពាក្យដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់ពួកគេបានដក់ជាប់នៅក្នុងគំនិតរបស់ពួកគេទោះបីជាអ្នករាល់គ្នាមិនបានឃើញខ្ញុំទៀតក៏ដោយក៏ខ្ញុំមិនឃ្លាតពីអ្នករាល់គ្នាឡើយគឺនឹងមិនឃ្លាតទេខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាគឺគ្រប់ពេលវេលានិងដល់នៅអស់កលជានិច្ចពួកគេមានការឆ្ងល់ថាតើព្រះយេស៊ូវអាចនៅជាមួយយើងហើយឃ្លាតចេញពីយើងក្នុងពេលតែមួយដូចម្តេចបានពួកគេមិនបានយល់ឡើយប៉ុន្តែមិនយូរប៉ុន្មានពួកគេនឹងបានយល់ជាមិនខាន